ទូរេនថៃមិនត្រឹមតែចូលដល់ខេត្តបាត់ដំបងទេប៉ុន្តែហួសទៅដល់ខេត្តកំពង់ចាមថែមទៀតផងនេះគឺជាការបញ្ជាក់របស់អាឡែនដែលជាអ្នកទិញទូរេនពីថៃយកមកលក់នៅខ្មែរមានឈ្មោះពិតសាក់ឡែននារីអាយុ31ឆ្នាំរូបនេះទទួលស្គាល់ថានាងបានទិញទូរេនពីថៃចំនួន3លើកតាមច្រកព្រំដែនកាប៊ីនតើច្រកកាប៊ីននៅឯណាហើយអ្នកណាអនុញ្ញាតឲ្យយកចូលតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី4ខែឧសភាឆ្នាំ2026អាឡែនបានចូលបំភ្លឺនៅចំពោះមុខសមត្ថកិច្ចបន្ទាប់ពីសម្លេងរបស់នាងបែកធ្លាយលើបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងការទិញទូរេនថៃមកលក់នាងបានទទួលស្គាល់ថាសម្លេងនោះជារបស់នាងថានៅក្នុងអំឡុងខែមេសាដល់ដើមខែឧសភានាងបានតាក់ទងដៃគូជនជាតិថៃដែលធ្លាប់រកស៊ីជាមួយគ្នាដើម្បីទិញទូរេនចំនួន3លើកសរុប2តោននាងបន្តថាទូរេនត្រូវភាគីថៃរៀបចំផ្ញើតាមព្រំដែនមុននាងទទួលនៅខេត្តបាត់ដំបងហើយបន្តផ្ញើទៅអតិថិជននៅក្នុងខេត្តកំពង់ចាមទោះជាយ៉ាងណានាងអះអាងថានាងមិនបានដឹងច្បាស់ពីរបៀបនាំចូលឬក៏នីតិវិធីតាមច្រកព្រំដែននោះឡើយចំពោះច្រកកាប៊ីនដែលអាឡែនលើកឡើងឈ្មោះច្រកនេះមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ផ្លូវការនោះទេលោកអឹមកុសលអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ News Today ថាអាឡែនគ្រាន់តែនិយាយថាច្រកកាប៊ីនដូច្នេះស្នងការនឹងបន្តស៊ើបអង្កេតដើម្បីកំណត់ច្រកជាក់លាក់ដែលអនុញ្ញាតឲ្យទូរេនចូលមកនិងស្វែងរកអ្នកពាក់ព័ន្ធអភិបាលខេត្តបាត់ដំបងលោកសុកលូបានប្រាប់ News Today បន្ថែមថាកម្លាំងសមត្ថកិច្ចមានភារកិច្ចទប់ស្កាត់ទំនិញដែលរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យចូលហើយលោកបានបញ្ជាឲ្យស្នងការខេត្តអនុវត្តការងារនេះយ៉ាងតឹងរឹងចំពោះករណីធ្លាយទូរេនចូលពីថៃនេះលោកបញ្ជាក់ថាកម្លាំងជំនាញនឹងបន្តស្រាវជ្រាវរកប្រភពនិងឫសគល់នៃការបំពាន